បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះមាន vlog មួយគឺជាដំណើរកំសាន្តទៅលេងគិរីរម្យរយៈពេលមួយយប់ពីរថ្ងៃបាទជាមួយនឹងមិត្តភ័ក្តិបងប្អូនថា vlog ដំណើរកំសាន្តថ្ងៃនេះផងដែរមិនមែនទើបតែរៀបគម្រោងភ្លាមទៅភ្លាមទេបងប្អូនគម្រោងនេះគឺរយៈពេលជិត1ឆ្នាំទៅហើយបាទឥឡូវនេះទើបតែនឹងបានមកទេដោយសារតែពួកយើងរវល់ធ្វើការរៀងៗខ្លួនឥឡូវនេះមកមើលពីសកម្មភាពខ្លះៗមុននឹងខ្ញុំទៅដល់គិរីរម្យហើយនេះគឺខ្ញុំចេញដំណើរពីពោធិ៍សាត់ទៅមានគ្នា5នាក់ចេញពីពោធិ៍សាត់ទៅដល់ភ្នំពេញគឺមានបងប្អូនពីរម៉ូតូទៀតគ្នា4នាក់ដោយសារតែបងប្អូនគាត់ធ្វើការនៅភ្នំពេញស្រេចអញ្ចឹងគាត់នៅចាំពាក់កណ្ដាលផ្លូវអញ្ចឹងណាយើងឡើងពីពោធិ៍សាត់ទៅហើយឥឡូវនេះយើងបានមកជុំគ្នាអស់ហើយជុំគ្នាអស់ហើយក៏ជិះម៉ូតូឡើងមកស្រាប់តែបាត់ពួកម៉ាក់បែកកង់ម៉ូតូនៅក្រោយទេសួរឥឡូវកំពុងឈប់ចាំពួកម៉ាក់ដល់ពេលពួកម៉ាក់មកដល់ក៏យើងរៀបចំចេញដំណើរទៅបន្តទៀតទៅហើយយើងជិះម៉ូតូទៅបែបរីឡែកអីបងប្អូនតែពិតយើងជិះម៉ូតូផ្លូវឆ្ងាយអញ្ចឹងវាហត់បន្តិចមែនប៉ុន្តែវាសុបាយហើយវាទទួលបានអាខ្យល់ធម្មជាតិមកប៉ះជាមួយនឹងយើងមកវាធ្វើឲ្យខ្លួនយើងទទួលបានអារម្មណ៍មួយផ្សេងយីរួមវា fresh សាហាវហ្មងនេះបងប្អូនឲ្យមើលតាមផ្លូវទៅថាវា relax ប៉ុណ្ណាវាយីរួមវាអែមឥឡូវយើងមកដល់ហើយបងប្អូនមកដល់វងមូលដល់ភ្លាមនោះក៏មិនទុកយូរដែរដាក់កៅអៅនៅផ្ទះហើយក៏ឈានឡើងមកដល់ដំណាក់ទឹកធ្លាក់ទី1នេះគឺមកមើលទេសភាពតែម្ដងយល់ថាចង់មកយូរក៏មកដល់ភ្លាមមកបដ ாய் ពួកម៉ាក់ខ្ញុំគេថតរូបគ្រប់គ្នាគេមកអង្គុយបែបផ្សេតអីចឹងទៅអត់យល់វាជីម៉ូតូល្វើយពេកកន្លែងនេះផងដែរនេះគឺបាទបងប្អូនខ្ញុំបានប្រើប្រពន្ធខ្ញុំឲ្យថតរូបបានហើយមកដល់អាកន្លែងនេះនោះឈប់ថតរូបទៀតហើយពួកម៉ាក់ខ្ញុំនោះគឺគាត់បែបនៅនោះទៅគាត់អស់កម្លាំងពេកយល់មកហ្នឹងទៅមកដល់ភ្លាមអានេះយើងឈានមកដល់ពេលល្ងាចបងប្អូនហើយយើងមកកន្លែងដេកយើងវិញហើយយើងចាប់ផ្ដើមរៀបចំតុបតែងបង្កាត់ភ្លើងបង្កាត់អីចឹងទៅរៀបចំខ្លះសេជាក់របស់យើងទុកយប់នឹងឈៀលទាំងអស់គ្នាអីចឹងណាយើងមកឡើងលេងយើងអត់ភ្លេចទេជាមួយជាក់បើភ្លេចមិនសប្បាយអាហ្នឹងហើយបង្កើនអារម្មណ៍បង្កើនមិត្តភាពបង្កើនស្នាមញញឹមរបស់យើងពេលដើរលេងអីចឹងទៅតែសូមពិសាដោយការទទួលខុសត្រូវណាបងប្អូនយើងស្រវឹងកុំបើកបបើកកុំស្រវឹងហើយនេះគឺតួស្រីរបស់យើងគាត់បានមកអាំងសាច់បដើគាត់ឈៀលបដើគាត់មិនភ្លេចទេរឿងឈៀលហ្នឹងហើយមហូបថ្ងៃហ្នឹងគឺយើងមានបកាទុកសម្រាប់អាំងហើយក៏ដូចជាសាច់គោយើងអាំងនឹងឯងហើយមានងាវស្រស់មានប្រហិតអីទីទួយើងទិញបូកថែមអីចឹងណាហើយអាហូបសាច់ប្រឡាក់សាច់អីបកាទៅយើងទិញពីផ្ទះទៅដែរទេហើយបើសម្រាប់បងប្អូនណាដែលគាត់ចង់ទៅលេងអីចឹងណាហើយយើងធ្វើខ្លួនឯងទៅមួយសេតទៅវាចំណេញលុយជាងព្រោះយើងឡើងទៅលើហ្នឹងគឺវាថ្លៃដែរដូចជាជាក់អីគឺយើងទិញពីខំអីឡើងទៅហើយទៅយើងទៅដល់ហ្នឹងហត់ទៅជុំគ្នាឈៀលយកបដ ாய் ដូចខ្ញុំចឹងឡើងទៅដល់មានស្រាប់ហត់តែប្រកាត់ភ្លើងហើយយើងដាក់លើចក្រានអាំងយកតែម្ដងហើយក៏ឈៀលទៅដល់វគ្គនេះហើយយប់ឡើងយើងក៏មានដូចជាតន្ត្រីជាភ្លេងសុទ្ធអីសម្រាប់យើងបកស្រាយចម្រៀងជុំមិត្តភ័ក្តិជុំបងប្អូនប្រពន្ធអីចឹងទៅហើយចង់និយាយថាគឺសប្បាយខ្លាំងបងប្អូនហើយបងប្អូនឃើញខ្ញុំច្រៀងអីចឹងខ្លាចថាញ៉ៃដល់គេអត់ទេកន្លែងហ្នឹងដោយសារកន្លែងខ្ញុំជួលហ្នឹងគឺនៅដាច់ហ្មងដាច់ប៉ិតហ្មងមានតែពួកខ្ញុំហ្មងអញ្ចឹងវាអត់ហត់ភ័យរំខានទៅអ្នកណាទេហើយក៏ខ្ញុំវាអត់ច្រៀងយូរដែរត្រឹមម៉ោង9អីទេហើយយើងយកចូលមែនតើទៅគឺគេមានភ្លុកភ្លើងមួយដែរបងប្អូនកន្លែងខ្ញុំដេកមានភ្លុកភ្លើងសម្រាប់យើងអង្គុយទល់មុខគ្នាអាំងភ្លើងនិយាយរឿងក្នុងចិត្តអីចឹងទៅហើយនេះគឺឈានមកដល់ព្រឹកថ្ងៃទី2គឺជាថ្ងៃបន្ទាប់ជាថ្ងៃដែលយើងត្រូវរៀបចំវិលត្រឡប់មកវិញដែរមុនត្រឡប់មកវិញយើងរៀបចំបាយពេលព្រឹកអីទៅយើងក៏មកបាយម្ចាស់ផ្ទះណាគាត់មានពូគាត់មានម៉ាសេតឲ្យយើងមានទាំងមន់មានទាំងអីធ្វើឲ្យយើងទៀតគាត់អាចធ្វើឲ្យយើងបានពីមុខអីមន់មួយតម្លៃក៏សមរម្យទៀតនឹងត្រឡប់មកផ្ទះវិញក៏យើងបានឆ្លៀតទៅថតនៅគេហៅថាវរៈបុណ្យធម្មបងប្អូនខ្ញុំមិនដឹងមិនដែរគាត់អ៊ំម្ចាស់ផ្ទះហ្នឹងគាត់ប្រាប់ថានៅវរៈបុណ្យធម្មបើថាឲ្យឆ្លៀតវាស្អាតទៅអូនទៅថតកន្លែងហ្នឹងព្រោះដោយសារកន្លែងហ្នឹងស្អាតខ្លាំងបងប្អូនស្អាតខ្លាំងប៉ុន្តែខ្ញុំមកហ្នឹងវាអត់ចំមានពេលអាប់បងប្អូនអាប់មកផ្លែតខ្យល់បក់ទៅអស់លីងដោយសារវាមេឃវាបើកថ្ងៃវាស្រឡះហើយវាអត់ភ្លៀងដូច្នេះវាអត់សូវមានអាប់ដែរក៏ប៉ុន្តែសុទ្ធតែស្អាតអត់ស្អាតខ្ញុំថាស្អាតខ្លាំងហើយទទួលបានអារម្មណ៍ជាល្អនៅពេលខ្យល់បក់ក្លិនធម្មជាតិមកក៏អូបដើមស្រល់ដើមអីផងយីរួម fresh ហើយនេះគឺយើងបានចូលមកវិញហើយយើងក៏លាគ្នាអ្នកត្រូវទៅពេញអ្នកមកពោធិ៍សាត់ចឹងណាហើយក៏អរគុណបងប្អូនដែលបានទស្សនា vlog ប្អូននេះពីដើមរហូតដល់ចប់ដល់រញ៉េរញ៉ៃអរគុណច្រើន